សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះសៀវយិនកំពុងតែសម្លឹងមើលទៅកាន់ដើមឈើព្រះពោធិសត្វហើយជាមួយគ្នាធម្មពលពន្លឺពណ៌មាសដោយចែងចាំងក៏ស្រាប់តែបានលេចឡើងហើយទិដ្ឋភាពនៃការចងចាំជាមួយនឹងរឿងរ៉ាវជាច្រើនដែលបានកាត់ឡើងកន្លងមកក៏ត្រូវបានបង្ហាញដែលយើងក៏បានឃើញអំពីរូបរាងមនុស្សម្នាក់ដ៏ធំសម្បើមមួយដោយសៀវយិនក៏បាននិយាយឲ្យថានោះគឺជាអ្នកកម្រិតអតិទេពប្រយុទ្ធដែលជាកម្រិតកម្ពូលនៃទ្វេកម្លាំងធានីតែម្ដងមនុស្សម្នាក់នឹងក៏បាននិយាយថានៅទីបំផុតនោះការទន្ទឹងរង់ចាំរបស់គាត់គឺបានមកដល់ហើយដោយសារតែដើមឈើព្រះពោធិសត្វគឺពិតជាបានលេចឡើងនៅលើលោកនេះពិតមែនហើយក៏ធ្វើសៀវយិននឹងគឺមានការភ្ញាក់ផ្អើលបន្តិចដែរអតិទេពប្រយុទ្ធនឹងក៏នៅតែបន្តធម្មពលនៃដើមឈើព្រះពោធិសត្វគឺពិតជាបរិសុទ្ធដែលវាពិតជាស័ក្តិសមជាកំណប់ទ្របឋានសួគ៌និងផែនដីហើយនៅពេលដែលគេស្រូបយកនៅអំណាចធម្មពលនេះទាំងស្រុងហើយចាំមើលតើនរណាម្នាក់គឺហ៊ានរារាំងគេមិនឲ្យគ្រប់គ្រងពិភពលោកនេះទៅជាមួយគ្នានោះដើមឈើព្រះពោធិសត្វក៏បានតបមកវិញដែរថាគេក៏បានរងចាំនៅកន្លែងនេះអរិយៈពេល100ឆ្នាំដូចគ្នាដើម្បីសងសឹកជាមួយនឹងបញ្ជីចាស់ក៏ដូចជាបញ្ជីថ្មីនឹងឯងហើយបើយើងកាត់មកដល់ទិដ្ឋភាពនៃពេលបច្ចុប្បន្ននេះវិញក៏ឃើញថាដំណក់ទឹកភ្លៀងពណ៌ខ្មៅជាច្រើនវាក៏ចាប់ផ្ដើមស្រក់ចូលមកហើយសៀវយិននៅពេលនេះគាត់ក៏បានដឹងខ្លួននៅទីបំផុតគាត់ក៏បានយល់អំពីរឿងរ៉ាវដែលបានកើតឡើងសពគ្រប់បែបយ៉ាងដោយការពិតទៅមូលហេតុដែលដើមឈើព្រះពោធិសត្វខ្លាយទៅជាបែបនេះក៏ដោយសារតែការប្រយុទ្ធគ្នាជាមួយនឹងអតិទេពប្រយុទ្ធម្នាក់នោះឯងដោយជាមួយគ្នានៅពេលនេះយើងក៏បានឃើញអំពីស្លឹកពោធិ៍មួយធ្លាក់ទៅលើដៃរបស់គាត់មុនពេលដែលវាក៏បានរសាត់អណ្ដែតចេញទៅហើយបន្តមកទៀតក្របពូជព្រះពោធិសត្វនៅក្នុងចិញ្ចៀនរបស់គាត់ក៏បានបង្ហាញខ្លួនសៀវយិនក៏បាននិយាយថាដោយសារតែវានឹងហើយដែលបានជួយសង្គ្រោះគាត់ចាក់ចេញអំពីការបំភាន់ហើយក៏គិតថាមើលទៅក៏មានតែវាដែរទើបអាចលៀងជំរះនៅធម្មពលអាក្រក់នៃអតិទេពប្រយុទ្ធម្នាក់នោះនៅលើដើមឈើព្រះពោធិសត្វនឹងឯងហើយដោយសារតែមិនចង់បង្អង់យូរគាត់ក៏ប្រើប្រាស់នៅធម្មពលអ្នកណាភ្លើរបស់គាត់ដើម្បីធ្វើការចម្រាញ់នៅក្របពូជព្រះពោធិសត្វមួយនេះដែលយើងក៏ឃើញថាកម្លាំងធម្មពលរបស់វានឹងក៏ចាប់ផ្ដើមសាយភាយទៅកាន់ដើមឈើនឹងទៅដោយជាមួយគ្នាក៏ឃើញថាស្លឹកមួយផ្នែកនៃដើមឈើនឹងវាក៏ចាប់ផ្ដើមមានការប្រែប្រួលដោយប្រែក្លាយទៅជាពណ៌បៃតងខ្ចីសៀវយិនបន្ទាប់ពីឃើញដូច្នោះគាត់គឺពិតជាត្រេកអរខ្លាំងមែនទែនប៉ុន្តែយ៉ាងណាមិញគាត់ក៏បានដាក់ទឹកមុខត្រឡប់មកវិញដោយសារតែក្របពូជព្រះពោធិសត្វនឹងគឺមានត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះដូច្នោះហើយក៏គិតថាមើលទៅគាត់ប្រហែលជាមិនអាចជួយវាបាននោះទេប៉ុន្តែជាមួយគ្នាក៏ស្រាប់តែក្របពូជមួយទៀតបានបង្ហាញខ្លួននៅចំពោះមុខគាត់ហើយវាគឺមិនត្រឹមតែមានមួយនឹងទេគឺពិតជាមានច្រើនខ្លាំងមែនទែនដោយពួកវានឹងក៏ចាប់ផ្ដើមបណ្ដែតនៅជុំវិញរាងកាយរបស់សៀវយិនទៅធ្វើឲ្យគាត់នៅពេលនេះគឺពិតជាត្រេកអរក៏ដូចជាចង់ស្រឡាំងកាំងដែរហើយគាត់ក៏បាននិយាយថាក្របពូជទាំងអស់នេះពួកវាគឺសិតតែបរិសុទ្ធទាំងអស់ជាមួយនឹងធម្មពលរបស់វាដែលធ្វើសៀវយិននៅពេលនេះគឺចាប់ផ្ដើមលេបទឹកមាត់ហើយគាត់ក៏បានគិតថាក្របពូជទាំងអស់ហ្នឹងប្រសិនបើវាបង្ហាញខ្លួននៅខាងក្រៅនោះប្រកាសជាតាក់ទាញនៅអ្នកខ្លាំងយ៉ាងច្រើនឲ្យមើលប្រយុទ្ធគ្នាដើម្បីដណ្ដើមយកវាហើយគាត់ក៏បានយល់អំពីចេតនារបស់ដើមឈើព្រះពោធិសត្វដែរដោយគិតថាមើលទៅប្រហែលជាចង់ឲ្យគាត់ចម្រាញ់នៅក្របពូជទាំងអស់នេះដើម្បីជួយបង្ក្រាបនៅធម្មពលអាក្រក់នៃអតិទេពប្រយុទ្ធម្នាក់នោះហើយអញ្ចឹងហើយក៏ប្រាប់ថាដោយសារតែឯងគឺជឿជាក់មកលើខ្ញុំទៅហើយនោះអញ្ចឹងខ្ញុំក៏មិនឲ្យឯងខកបំណងដែរបន្តមកទៀតសៀវយិនគាត់ក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលអ្នកដាភ្លើរបស់គាត់គឺដើម្បីធ្វើការចម្រាញ់នៅក្របពូជព្រះពោធិសត្វនេះតែម្ដងទៅជាមួយនឹងពេលវេលាដែលបានកន្លងផុតទៅសៀវយិនក៏នៅតែបន្តប្រើប្រាស់កម្លាំងរបស់គាត់ដើម្បីធ្វើការចម្រាញ់នៅក្របពូជព្រះពោធិសត្វមួយនេះហើយបើទោះបីជាវាគឺត្រឹមតែមួយគ្រាប់ក៏ដោយលើកនេះគឺធ្វើឲ្យសៀវយិនគឺពិតជាចំណាយកម្លាំងច្រើនខ្លាំងមែនទែនមិនដូចជាក្របពូជមួយរបស់គាត់នោះទេគាត់ក៏បាននិយាយថាក្របពូជព្រះពោធិសត្វទាំងអស់ហ្នឹងគឺពិតជាអស្ចារ្យខ្លាំងមែនទែនដែលគាត់ចម្រាញ់វាត្រឹមតែមួយផ្លែតែប៉ុណ្ណោះវាបានធ្វើឲ្យគាត់ហ្នឹងគឺចំណាយកម្លាំងអស់ស្ទើរតែពីខ្លួនរួចទៅហើយខណៈដែលក្របពូជទាំងអស់ហ្នឹងពួកវាក៏នៅតែបង្ហាញអំពីចេតនាឲ្យសៀវយិនហ្នឹងគឺធ្វើការចម្រាញ់ពួកវាបន្តទៀតទៅដូច្នោះហើយសៀវយិនក៏ប្រាប់តែកាន់ពួកវាថាគាត់គឺសុំពេលសម្រាប់បន្តិចសិនហើយជាមួយគ្នាយើងក៏ស្រាប់តែឃើញថាធម្មពលមួយវាគឺបានសាយភាយចេញអំពីដើមឈើព្រះពោធិសត្វហើយវាក៏ចាប់ផ្ដើមប្រតិសិនជុំវិញរាងកាយរបស់សៀវយិនធ្វើឲ្យសៀវយិនគឺបានត្រឹមតែសួរថាតើវាគឺជាអ្វីទៅហើយជាមួយនឹងកម្លាំងធម្មពលទាំងអស់នេះវាក៏បង្កើតបានទៅជាស្លឹកពោធិធម្មពលខណៈដែលពួកវាក៏ចាប់ផ្ដើមប្រតិសិនជុំវិញសៀវយិនប៉ុន្មានជុំទៀតមុនពេលដែលពួកវានឹងក៏ចាប់ផ្ដើមបណ្ដែតនៅពីខាងក្រោមជើងសៀវយិនហើយក៏បង្កើតបានទៅជាក្បួនមួយដែលសៀវយិនក៏បាននិយាយថាក្បួននៃការបង្កើតនេះគឺពិតជាអស្ចារ្យបន្តមកទៀតកម្លាំងធម្មពលជាច្រើនវាក៏ចាប់ផ្ដើមសាយភាយចាក់បញ្ចូលទៅកាន់រាងកាយរបស់សៀវយិនបន្តហើយខណៈដែលសៀវយិននឹងគាត់នៅពេលនេះគឺបានត្រឹមតែឆ្លេឆ្លាតែប៉ុណ្្នឹងឯងហើយមិនយូរប៉ុន្មានកម្លាំងដែលគាត់បានចំណាយអស់ស្ទើរតែពីខ្លួននៅពេលនេះហាក់បីដូចជាមានអារម្មណ៍ថាត្រឡប់មកវិញទាំងស្រុងតែម្ដងដូច្នោះហើយសៀវយិនក៏មានអារម្មណ៍ថាខ្លួនគាត់គឺមិនត្រឹមតែកម្លាំងទាំងអស់នោះត្រឡប់មកវិញទេក៏មានអារម្មណ៍ថាខ្លាំងជាងមុនទៅទៀតហើយបន្តមកគាត់ក៏មិនចង់បង្អង់យូរដែរព្រោះថាការងារដ៏លំបាកមួយនេះវាគឺពិតជាមានតម្លៃហើយគាត់នឹងក៏ចាប់ផ្ដើមប្រើប្រាស់កម្លាំងធម្មពលដាភ្លើរបស់គាត់ធ្វើការចម្រាញ់នៅក្របពូជព្រះពោធិសត្វនេះបន្តក្លេកមើលខាងក្រៅនៅពេលនេះវិញស៊ីនមិនយូរប៉ុន្មានក៏ស្រាប់តែបានដឹងខ្លួនហើយនាងក៏បានក្លេកមើលទៅកាន់ឆ្វេងស្ដាំបន្តិចស្របពេលដែលគ្រប់គ្នានៅវិញក៏បានដឹងខ្លួនមកតាមក្រោយដែរបន្ទាប់មកក៏នាំគ្នាសម្លឹងមើលទៅកាន់សមាជិកត្រកូលហ៊ុននិងត្រកូលបិសាចមីយូរ៉ាស៊ូគៀចំណែកស៊ីនក៏បាននិយាយថាការពិតទៅវាគ្រាន់តែជាសុបិនមួយតែប៉ុណ្ណោះដោយឡែកចំពោះហ៊ុនអ៊ីនៅពេលនេះគឺកំពុងតែអស់$20ម្នាក់ឯងហើយបន្ទាប់ពីដឹងខ្លួនហើយហ៊ុនអ៊ីគឺបានត្រឹមតែ
សួរថាតើមានអ្វីកើតឡើងទៅហេតុអ្វីបានជាវាគ្រាន់តែជាសបិនមួយទៅវិញហើយបន្ទាប់មកបើក៏លេចទៅមើលកូនចៅរបស់គេវិញក៏កំពុងតែម្នាក់$10ម្នាក់ឯងដែរដូច្នោះហើយចំពោះហ៊ុនអ៊ីគេគឺបានត្រឹមតែបញ្ចេញកម្លាំងគឺដើម្បីដាស់ពួកអាចអចែមនឹងតែប៉ុណ្្នឹងឯងហើយបន្ទាប់ពីពួកវាបានដឹងខ្លួននឹងគឺបានត្រឹមតែសួរសំណួរដដែលហេតុអ្វីបានជានៅពេលនេះគឺខ្លាយទៅជាបែបនឹងទៅវិញថាតើមានអ្វីកើតឡើងទៅដោយឡៃស៊ីនអឺនៅពេលនេះក៏ចាប់ផ្ដើមកលេចរកសៀវយិននិងក៏សួរថាតើបងប្រុសសៀវយិននៅពេលនេះគឺនៅកន្លែងណាទៅបើយើងក៏លេចទៅមើលសៀវយិនវិញគាត់គឺកំពុងតែបន្តនៅការងារដ៏លំបាករបស់គាត់ហើយមិនយូរប៉ុន្មាននោះគាត់ក៏ទទួលបាននូវជោគជ័យជាមួយនឹងកិច្ចការងារនេះដែរដោយយើងក៏ឃើញថាដើមឈើព្រះពោធិសត្វនឹងវាក៏មានការប្រែប្រួលទាំងស្រុងដោយវាក៏បានត្រឡប់ទៅជាសភាពដើមរបស់វាកាលពីពេលមុនជាមួយនឹងពលឺពណ៌មាសដ៏ចែងចាំងធ្វើឲ្យសៀវយិននឹងក៏និយាយទាំងត្រេកអរថានៅទីបំផុតគាត់គឺជោគជ័យហើយបន្ទាប់មកទៀតនោះក៏ស្រាប់តែធម្មពលពណ៌បៃតងជាច្រើនវាកំពុងតែសាយភាយរួចហើយពួកវាក៏ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំគ្នាបង្កើតបានទៅជាកម្លាំងធម្មពលដ៏ធំមួយទៀតហើយមិនយូរប៉ុន្មាននឹងវាក៏បានបាញ់សម្ដៅទៅកាន់រាងកាយរបស់សៀវយិនទាំងស្រុងទៅចំណែកសៀវយិនដោយសារតែគាត់គឺមិនអាចធ្វើអ្វីបានគឺបានត្រឹមតែទទួលយកនៅកម្លាំងធម្មពលទាំងអស់នេះតែប៉ុណ្ណោះហើយបន្ទាប់មកគាត់ក៏ចាប់ផ្ដើមធ្វើការសម្រួលក៏ដូចជាត្រៀមចម្រាញ់នៅកម្លាំងធម្មពលទាំងអស់នេះទៅបើយើងក៏លេចទៅមើលខាងក្រៅវិញមិនយូរប៉ុន្មានក៏ស្រាប់តែទម្រង់ធម្មពលរបស់សៀវយិនគឺបានលេចឡើងធ្វើឲ្យគ្រប់គ្នាគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគូឈិនយ៉ាងក៏ប្រាប់ទៅកាន់ពួកគេថាកុំព្រួយបារម្ភអីព្រោះថានេះគឺជាសំណាងរបស់សៀវយិនហើយបើយោងទៅតាមកំណត់ត្រាបុរាណនោះដើមឈើព្រះពោធិសត្វនឹងគឺមាននៅកំណត់ទ្រព្យចំនួន3យ៉ាងដោយទី1គឺជាគ្រាប់ពូជព្រះពោធិសត្វហើយទី2គឺជាបេះដូងព្រះពោធិសត្វចំណែកទី3វិញគឺជាការត្រាស់ដឹងនៅក្រោមដើមឈើព្រះពោធិសត្វនេះស៊ីនអឺក៏បានបន្តថាបន្ទាប់មកសៀវយិននឹងជួបនៅវត្តនៃការចាប់បដិសន្ធិឡើងវិញរាប់មិនអស់ធ្វើឲ្យឱកាសរបស់គាត់នៅក្នុងការបំបែកចូលទៅកាន់កម្រិតអតិទេពប្រយុទ្ធនឹងគឺមានកាន់តែច្រើនចំណែកជាហ្វឹងបានត្រឹមតែក្តាប់កណ្ដាប់ដៃទាំងខឹងសួរហើយហេតុអ្វីបានជាសៀវយិនទទួលបាននៅអត្ថប្រយោជន៍យ៉ាងច្រើនបែបនេះទៅវិញចំណែកហ៊ុនអ៊ីក៏ប្រាប់ថាគេគួរតែប្រើប្រាស់នៅត្បូងលំហដើម្បីក៏ហៅនៅអ្នកខ្លាំងនៃត្រកូលរបស់គេព្រោះថាគេនឹងគឺមិនអាចឲ្យសៀវយិនជោគជ័យបានឡើយបន្ទាប់មកពួកគេទាំងពីរនាក់នឹងក៏បានបោះជំហានទៅខាងមុខហើយក៏បានស្រែកថាវីប្រហាពួកគេក៏បានសម្ដៅចូលទៅអ្នកផ្សេងទៀតឃើញហើយក៏ចង់បញ្ឈប់ពួកគេដែរប៉ុន្តែជាមួយគ្នាក៏ស្រាប់តែកម្លាំងធម្មពលនៃដើមឈើព្រះពោធិសត្វក៏បានលេចឡើងធ្វើឲ្យអ្នកទាំងពីរនឹងក៏ត្រូវបានប៉ាំងត្រឡប់វិញទៅពួកគេក៏បាននិយាយថាដើមឈើព្រះពោធិសត្វនឹងគឺពិតជាការពារសៀវយិនមែនហើយចំណែកពីអ្នកផ្សេងទៀតនៅវិញពួកគេក៏បាននិយាយថាសៀវយិនយើងគឺពិតជាមិនសាមញ្ញឡើយនៅពេលនេះពួកគេក៏មិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទៀតដែរគឺបានត្រឹមតែសម្លឹងមើលហើយខណៈដែលស៊ីនអឺនៅពេលនេះគឺចាប់ផ្ដើមកាងឲ្យបងយិនបន្តទៀតហើយនៅពេលដែលនាងគឺរៀបនឹងចាត់ការនោះគូឈិនយ៉ាងក៏បានខាត់នាងប្រាប់ថាកុំឆេវឆាវឲ្យនាងចិត្តត្រជាក់បន្តិចទៅព្រោះថាប្រសិនបើវាយគ្នានៅពេលនេះគឺបានត្រឹមតែប៉ះពាល់ទៅដល់សៀវយិនតែប៉ុណ្ណោះដូច្នោះហើយស៊ីនអឺក៏បាននិយាយទៅកាន់ពួកគេប្រសិនបើមាននរណាម្នាក់គឺហ៊ានតែមើលមុខមួយជំហានទៀតនោះនាងនឹងសម្លាប់ពួកគេចោលតែម្ដងក៏លេចទៅមើលសៀវយិននៅវិញគាត់កំពុងតែជួបប្រទះជាមួយនឹងវត្តនៃការចាប់បដិសន្ធិឡើងវិញដោយគេបាននិយាយថាវត្តនៃការចាប់បដិសន្ធិឡើងវិញនឹងគឺមានចំនួន100ដងដោយសៀវយិនគឺត្រូវតែជួបប្រទះជាមួយនឹងទស្សនវិជ្ជានៃជីវិតលុះត្រាតែគាត់គឺបានដឹងថាការតបជាប់ទាំងអស់នៅក្នុងលោកីទាំងអស់ហ្នឹងវាគ្រាន់តែជាការបំផន់មួយតែប៉ុណ្ណោះចំណែកឋានសួគ៌និងផែនដីគឺប្រៀបបីដូចជាចង្ក្រានសម្រាប់ចម្រាញ់នៅបេះដូងរបស់មនុស្សគ្រប់គ្នារហូតដល់ពួកគេនឹងគឺអាចរកឃើញអំពីខ្លួនឯងដោយមានពេលខ្លះពួកគេគឺបានដុតខ្លួនឯងដោយសារតែកំហឹងហើយមានពេលខ្លះពួកគេបានឆ្លុះវង្វេងដោយសារតែភាពរីករាយហើយមានពេលខ្លះទៀតនោះពួកគេគឺចាប់ផ្ដើមសោកសៅដោយសារតែក្តីកង្វល់ហើយទាំងអស់នេះគ្រាន់តែជាការបំភាន់នៅក្នុងចិត្តតែប៉ុណ្ណោះហើយប្រសិនបើមនុស្សម្នាក់ជាប់នៅក្នុងការស្លាប់នៃជីវិតនោះពួកគេនឹងធ្លាក់ចូលទៅក្នុងសេចក្តីអំណរនៃជីវិតដោយវល់វង្វេងមិនអាចដោះខ្លួនបានឡើយប៉ុន្តែប្រសិនបើពួកគេគឺអាចឆ្លងកាត់នៅការបំភាន់ទាំងអស់នេះបានធ្វើឲ្យចិត្តខ្លួនឯងស្ងប់ស្ងាត់ទទួលបាននៅការត្រាស់ដឹងនោះប្រកាសជាអាចឆ្លងកាត់នៅវដ្តនៃការចាប់បដិសន្ធិទាំងអស់នេះបានហើយបន្ទាប់មកទៀតនោះគឺមិនខ្វល់អំពីគំនិតនៅក្នុងលោកីនេះគឺត្រូវតែធ្វើយ៉ាងណារក្សាចិត្តគំនិតធ្វើឲ្យស្ងៀមស្ងាត់ក៏ដូចជាច្បាស់លាស់ហើយឆ្លងកាត់នៅជីវិតនិងសេចក្តីស្លាប់បន្ទាប់មកមនុស្សម្នាក់នោះប្រកាសជានឹងក្លាយទៅជាមហាអំណាចពិតប្រាកដហើយដោយនៅពេលនេះអំណាចធម្មពលដ៏ខ្លាំងក្លាក៏នៅតែបន្តលេចចេញអំពីរាងកាយធម្មពលរបស់សៀវយិនហើយវាក៏បានធ្វើឲ្យជាវហ្វឹងនិងហ៊ុនអ៊ីនៅពេលនេះគឺមិនអាចអង្គុយស្ងៀមបានទៀតនោះទេឃើញដូច្នោះគូឈិនយ៉ាងក៏ប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាពួកគេនឹងគឺអស់នៅការអត់ធ្មត់ហើយដូច្នោះហើយក៏ឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នបន្តិចស្របពេលដែលម្ចាស់ស្រីទាំង4នឹងក៏បានបោះជំហានចេញទៅខាងមុខហើយក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់ពួកគេរៀងៗខ្លួនមិនយូរប៉ុន្មានកម្លាំងធម្មពលដ៏ខ្លាំងក៏នៅតែបន្តលេចចេញអំពីរាងកាយធម្មពលរបស់សៀវយិនបន្តទៀតមុនពេលដែលរាងកាយធម្មពលនឹងវាក៏ស្រាប់តែបានបាត់ទៅវិញទាំងស្រុងទៅដោយវាក៏បានលេចឡើងជាមួយនឹងរាងកាយរបស់សៀវយិនទៅវិញហើយរាងកាយធម្មពលរបស់គាត់នៅពេលនេះគឺថាពោពេញទៅដោយកម្លាំងតែម្ដងបន្ទាប់ពីឃើញដូច្នោះហើយពីអ្នកផ្សេងទៀតនោះក៏បាននិយាយថាកម្លាំងរបស់សៀវយិននៅពេលនេះគឺពិតជាខ្លាំងមែនទែនចំណែកហ៊ុនអ៊ីវិញគេបាននិយាយថាកែវភ្នែកជាមួយនឹងការសម្លឹងមើលរបស់សៀវយិននោះធ្វើឲ្យគេគឺពិតជាមានអារម្មណ៍ថាភ័យខ្លាចហើយជាហ្វឹងក៏បាននិយាយថាសៀវយិនបន្ទាប់ពីធ្វើការវឹកហាត់នៅក្រោមដើមឈើព្រះពោធិសត្វនេះហើយប្រៀបបីដូចជាមនុស្សម្នាក់ផ្សេងទៀតអញ្ចឹងដែរចំណែកសៀវយិននៅពេលនេះគាត់ក៏ចាប់ផ្ដើមបោះជំហានចូលមកខាងក្រោមដោយទស្សនវិជ្ជាកន្លែងហ្នឹងយើងមើលទៅហាក់បីដូចជារាងកាយបន្តិចដែរដោយលំហ
ជាច្រើនក៏ត្រូវបានបែកខ្ទេចខ្ទីបន្ទាប់មកស៊ីវយិនក៏បានបង្ហាញខ្លួននៅចំពោះមុខហ៊ុនអ៊ីហើយនឹងជៀវហ្វាំងហ៊ុនអ៊ីគេក៏បាននិយាយម្ដងទៀតថាអារម្មណ៍ដែលស៊ីវយិនបានផ្ដល់ឲ្យគេនឹងធ្វើគេគឺពិតជាមិនអាចយល់បានហើយជាមួយគ្នានោះក្របពូជព្រះពោធិសត្វទាំងអស់ហ្នឹងវាក៏នាំគ្នាចូលទៅនឹងស៊ីវយិនអណ្ដែតនៅជុំវិញរាងកាយរបស់គាត់ទៅឃើញដូច្នោះហើយហ៊ុនអ៊ីហ្នឹងគឺពិតជាត្រេកអរខ្លាំងមែនទែនដោយគេបាននិយាយថាក្របពូជព្រះពោធិសត្វគឺពិតជាច្រើនដូច្នោះហើយគេក៏បាននិយាយទៅកាន់ស៊ីវយិនថាឲ្យប្រកល់នៅក្របពូជព្រះពោធិសត្វនេះមកគេមកបើមិនដូច្នោះទេគាត់ប្រកាសជាមិនអាចចាក់ជិះអំពីដែនដីបុរាណនេះទាំងមានជីវិតបានឡើយលើដូច្នោះហើយស៊ីវយិនគាត់គឺបានត្រឹមតែដកដង្ហើមធំហាក់បីដូចជាជ្រេញជាមួយនឹងហ៊ុនអ៊ីខ្លាំងមែនទែនបន្ទាប់មកគាត់ក៏បានតបទៅវិញថាក្របពូជព្រះពោធិសត្វនេះវាគឺជាកំណាប់ទ្របដ៏ល្អមួយដែលអាចចម្រាញ់ធ្វើជាថ្នាំគ្រាប់ថ្នាក់ទី8បានដូច្នោះក៏សួរថាតើចង់ឲ្យគាត់ប្រកល់ទៅឲ្យគេនឹងដោយស្រួលបែបហ្នឹងមែនទេចំណែកជឿហ្វាំងក៏ប្រាប់ថាពួកគេគឺបានឆ្លងកាត់នៅការលំបាកយ៉ាងច្រើនជាមួយនឹងវងសត្វបិសាចតរំតែបានមកដល់ទីនេះដូច្នោះក៏សួរថាតើស៊ីយិនចង់យកនៅក្របពូជព្រះពោធិសត្វនោះតែម្នាក់ឯងមែនទេវាហាក់បីដូចជាមិនសមហេតុផលតទៅសោះហើយចំណែកស៊ីយិននៅពេលនេះគាត់ក៏ចាប់ផ្ដើមចែកទៅដោយគាត់ក៏បានប្រកល់នៅក្របពូជចំនួន5ទៅឲ្យអ្នកទាំង5ដែលនៅខាងក្រៅគាត់ដោយមានរាជិនីទាំង4ក៏ដូចជាគូឈីងយ៉ានឹងឯងហើយបន្តមកទៀតនោះគាត់ក៏បានដកនៅក្របពូជចំនួន2ផ្សេងទៀតហើយគាត់ក៏បានលូកដៃចូលទៅរកពួកគេបន្តិចធ្វើឲ្យ2អ្នកហ្នឹងគឺពិតជាត្រេកអរខ្លាំងមែនទែនប៉ុន្តែមានណាស៊ីវយិនគាត់គឺប្រកល់ទៅឲ្យ2អ្នកផ្សេងទៀតដែលនៅផ្នែកមកខាងទៀតនោះទេរួចហើយក៏និយាយទៅកាន់ហ៊ុនអ៊ីនិងជៀវហ្វាំងថាយ៉ាងម៉េចតើតែអ្វីដែលពួកគេទទួលបានទើបសមហេតុផលមែនទេហើយ2អ្នកហ្នឹងគឺពិតជាខ្ញាល់ខ្លាំងមែនទែនហ៊ុនអ៊ីក៏បានតបទៅវិញថាប្រសិនបើដូច្នោះទៅហើយនោះនៅពេលនេះគេនឹងសម្លាប់ស៊ីវយិនជាមុនសិនហើយចំណែកអ្នកផ្សេងទៀតក៏បានបញ្ចេញកម្លាំងគូឈីងយ៉ាងក៏បានតបទៅវិញថាប្រសិនបើពួកគេគឺហ៊ានតែធ្វើអ្វីប្រដេះផ្ដាល់នោះក៏មិនតតថាត្រកូលគូរបស់គេនឹងគឺគ្មានធម្មតាចំណែកហ៊ុនអ៊ីគេក៏នៅតែនិយាយថាការពិតទៅត្រកូលហ៊ុនរបស់គេនឹងគឺបានឲ្យត្រកូលគូគឺរស់នៅអរិយៈពេលយូរយារណាស់មកហើយដូច្នោះហើយក៏គិតថាតើត្រកូលហ៊ុនរបស់គេនឹងគឺពិតជាខ្លាចត្រកូលគូមែនទេធ្វើឲ្យគូឈីងយ៉ាងនៅពេលនេះហាក់បីដូចជាអស់ពាក្យនឹងតបចំណែកគេក៏បានបន្តទៅកាន់ជៀវហ្វាំងថានៅពេលនេះគេនឹងដោះស្រាយជាមួយនឹងស៊ីវយិនមនុស្សដែលនៅសេសសល់ប្រកល់ឲ្យគេហើយជៀវហ្វាំងនឹងគេក៏ចង់វាយគ្នាជាមួយនឹងស៊ីវយិនដែរប៉ុន្តែដោយសារតែហ៊ុនអ៊ីបាននិយាយបែបហ្នឹងទៅហើយនោះគេគឺមិនយល់ជំទាស់នោះទេរួចហើយនោះពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាហ៊ុនអ៊ីក៏នៅតែសួរទៅកាន់ស៊ីវយិនតើត្បូងព្រះបុរាណធូស៊ឺនៅជាមួយនឹងគាត់មែនទេស៊ីវយិនក៏តបទៅវិញថាប្រសិនបើចង់បានចូលមកយកមកដូច្នោះហើយហ៊ុនអ៊ីគេក៏បានសម្ដៅចូលទៅរកស៊ីវយិនដើម្បីយកត្បូងប៉ុន្តែបែរជាមិនបានត្បូងបានកណ្ដាប់ដៃទៅវិញធ្វើឲ្យគេក៏ត្រូវបានប៉ាមកវិញនិយាយថាស៊ីវយិនគឺឈានទៅដល់ការផ្លាស់ប្ដូរលើកទី9ហើយស៊ីវយិនក៏បានឌឺដងត្រឡប់ទៅវិញថាតើគេមានសមត្ថភាពត្រឹមតែប៉ុណ្្នឹងមែនទេហ៊ុនអ៊ីនៅពេលនេះគឺខ្ញាល់កាន់តែខ្លាំងហើយគេក៏បានបញ្ចេញកម្លាំងរបស់គាត់ជាមួយនឹងស្នាមសាក់នៃត្រកូលរបស់គេហើយក៏ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំនៅអំណាចធម្មពលរបស់គេទៅចំណែកស៊ីវយិនគាត់ក៏បានបន្តនិយាយថាបន្ទាប់ពីហ៊ុនអ៊ីបានប្រើប្រាស់នៅអំណាចនៃស្នាមសាក់ត្រកូលហ្នឹងគេបានឈានមកដល់ការផ្លាស់ប្ដូរលើកទី8ដែរប៉ុន្តែក៏ប្រាប់ថាប៉ុណ្ណឹងគឺនៅតែមិនទាន់គ្រប់គ្រាន់នោះទេចំណែកហ៊ុនអ៊ីក៏តបមកវិញថាចង់ដឹងថាគ្រប់រឿងមួយក៏មិនគ្រប់នោះវាយគ្នាទៅប្រកាសជាដឹងហើយគេក៏បានស្រែកឡើងថាបាត់ដៃប្រលឹងភ្លើងនោះយើងក៏បានឃើញអំពីបាត់ដៃដ៏ធំចំនួន2ដែលវាក៏បានទះសង្គ្រប់ទៅលើស៊ីវយិនតែម្ដងទៅហើយគេនឹងក៏នៅតែនិយាយទៅកាន់ស៊ីវយិនថាពិតជាល្ងងខ្លៅចំណែកស៊ីវយិនក៏តបមកវិញហើយថាមិនគ្រប់គឺមិនគ្រប់ហើយគាត់ក៏បានបញ្ចេញកម្លាំងបន្តិចនោះបាត់ដៃធម្មពលចំនួន2ក៏ត្រូវបានបំបែកហើយគាត់ក៏នៅតែសម្ដៅចូលទៅរកហ៊ុនអ៊ីនិងក៏បានជូនមួយបាត់ដៃទៀតធ្វើជាអនុស្សាវរីយ៍តែម្ដងទៅដោយនៅពេលនេះទាំងជៀវហ្វាំងនិងហ៊ុនអ៊ីគឺសិតតែទៅរន្ទ្រាដូចគ្នាស៊ីវយិនក៏បានបន្តនិយាយទៅកាន់ពួកគេដោយសារតែពួកគេគឺសិតតែជាក្មេងចំនួនក្រោយដែលមានទេពកោសល្យនៃត្រកូលរបស់ពួកគេរៀងៗខ្លួនទៅហើយនោះអញ្ចឹងគួរតែនៅទីនេះទៅមិនចាំបាច់ត្រឡប់ទៅវិញនោះទេហើយជាមួយគ្នាក៏ស្រាប់តែសម្លេងនៃការប្រេះបែកលំហនឹងគឺបានបន្លឺឡើងដូច្នោះហើយស៊ីវយិនក៏សួរថាតើលំហវាគឺរៀបនឹងដួលរលំហើយមែនទេជាមួយគ្នានោះសាច់រឿងរបស់យើងមួយភាគនេះក៏បានបញ្ចប់ដូចគ្នា